ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រៀនបងប្អូនអំពីរបៀបដំឡើង CapCut នៅលើ Computer សម្រាប់ឆ្នាំ2025តែម្ដងណាហ្នឹងហើយហើយចំពោះ file កម្មវិធីខ្ញុំនឹងដាក់នៅក្នុង Channel របស់ Telegram របស់ខ្ញុំណាហ្នឹងហើយអត់ពិបាកទេបងប្អូនគ្រាន់តែ scroll ចុះទៅក្នុង description ណាហ្នឹងហើយចុចលើ link Telegram ដែលខ្ញុំដាក់ឲ្យ download គឺនឹងមកដល់កម្មវិធីវានេះតែម្ដងអញ្ចឹងហ្នឹងហើយដើម្បីកុំឲ្យបងប្អូនពិបាកហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់ចុច download វាមកហ្នឹងហើយចំនួនតែ2 MB ទេហើយខ្ញុំនឹងមាន account Pro សម្រាប់ជូនបងប្អូននៅក្នុង channel ខ្ញុំនឹងដែរអញ្ចឹងហ្នឹងហើយឥឡូវយើងទៅមើលពីរបៀបការតម្លើងសិនហើយខ្ញុំនឹងប្រាប់បងប្អូនលម្អិតនៅក្នុងហ្នឹងអញ្ចឹងហ្នឹងហើយអូខេហ្នឹងហើយអញ្ចឹងសូមបងប្អូនពេលបងប្អូន download ហើយចុច show in folder មកហ្នឹងហើយបន្តមកយើងអាចតម្លើងបានហើយហ្នឹងហើយអាចតម្លើងបានហើយរបៀបតម្លើងវាគឺបែបហ្នឹងបងប្អូនអញ្ចឹងហ្នឹងហើយអញ្ចឹងអត់ពិបាកទេចាំវាបន្តិចទៅហ្នឹងហើយអញ្ចឹងគឺងាយស្រួលមែនតើណាហ្នឹងហើយហើយចំពោះ file កម្មវិធីដែលខ្ញុំដាក់នេះគឺសម្រាប់តែបងប្អូនប្រើ Windows ទេណាហ្នឹងហើយអញ្ចឹងបងប្អូនប្រើ Mac បងប្អូនអាចទៅ download ពី official website វាបានអញ្ចឹងណាហ្នឹងហើយហើយចំពោះ account Pro ដែលខ្ញុំចែកនៅក្នុង channel របស់ខ្ញុំនេះគឺបងប្អូនអាចប្រើបានទាំងនៅក្នុងMac និងនៅក្នុង Windows អញ្ចឹងណាហ្នឹងហើយនៅលើទូរស័ព្ទដៃដូចគ្នាណាហ្នឹងហើយអញ្ចឹងចាំពេលតម្លើងហើយខ្ញុំនឹងប្រាប់បងប្អូនលម្អិតណាហ្នឹងហើយអញ្ចឹងរបៀបតម្លើងវាអត់ទៅទេបងប្អូនគ្រាន់តែចាំវាប៉ុណ្ណឹងទៅហ្នឹងហើយងាយស្រួលមែនតើណាហ្នឹងហើយងាយស្រួលមែនតើ file កម្មវិធីខ្ញុំបានដាក់នៅក្នុង channel របស់ Telegram របស់ខ្ញុំហើយគ្រាន់តែបងប្អូន scroll ចុះទៅក្រោមនៅកន្លែង description ខ្ញុំដាក់ link Telegram មួយបងប្អូនគ្រាន់ចុចមកនឹងមកដល់កម្មវិធីនឹងតែម្ដងណាហ្នឹងហើយនេះគឺជារបៀបតម្លើងកម្មវិធី CapCut Pro សម្រាប់ឆ្នាំ2025ណាហ្នឹងហើយគឺងាយស្រួលមែនតើហើយបងប្អូនដែលប្រើ CapCut ចាស់ៗហ្នឹងហើយបងប្អូនដែលប្រើ CapCut ចាស់ៗបងប្អូនគួរតែលុបវាចេញសិនណាហ្នឹងហើយដោយសារតែវាពេលបងប្អូន update ច្រើនដងទៅវាស៊ី space ណាហ្នឹងហើយអញ្ចឹងខ្ញុំបានមើលហើយវាឡើងដល់ 33G នោះហ្នឹងហើយអញ្ចឹងទើបខ្ញុំសម្រេចចិត្តលុបវាចោលឲ្យឡើងសារថ្មីវាត្រឹមតែ 1G អីទេបងប្អូនណាហ្នឹងហើយអញ្ចឹងវាចំណេញ space computer យើងច្រើនមែនតើណាអូខេហ្នឹងហើយចាំវាបន្តិចទៅវាចិត្តពេញហើយហ្នឹងហើយអូខេពេញហើយអូខេហ្នឹងចាំប៉ុណ្ណឹងគឺបានហើយអញ្ចឹងហ្នឹងហើយហើយខ្ញុំនឹងប្រាប់បងប្អូនអំពីរបៀប login account Pro ដែរអញ្ចឹងហ្នឹងហើយអញ្ចឹងអត់ពិបាកទេអូខេហើយចំពោះ account ខ្ញុំមានទាំង private account ហើយនិង account free ណាបងប្អូនណាហ្នឹងហើយ account Pro ជូនបងប្អូននៅក្នុង channel របស់ខ្ញុំហ្នឹងណាហ្នឹងហើយអូខេឥឡូវខ្ញុំសូមបង្ហាញបងប្អូនមកទៅហ្នឹងហើយខ្ញុំនឹងធ្វើការចែក giveaway account CapCut Pro ជារៀងរាល់ថ្ងៃអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់តែនេះបងប្អូនឃើញហើយនេះហ្នឹងហើយណាហ្នឹងហើយដំបូងឡើយបងប្អូនយក account ហ្នឹងទៅ log in ចូលទៅក្នុងទូរស័ព្ទដៃសិនទៅហ្នឹងហើយអូខេនេះ account Pro ដែលខ្ញុំចែកនេះហ្នឹងហើយដំបូងឡើយបងប្អូនត្រូវ log in ចូលទៅក្នុងទូរស័ព្ទដៃសិនទៅហ្នឹងហើយបន្ទាប់មកបងប្អូនគ្រាន់តែចុច scan ណាហ្នឹងហើយអត់ពិបាកទេចុច scan កន្លែងនេះមកហ្នឹងហើយចុច scan កន្លែងនេះមកហ្នឹងហើយចុច scan មកចាំមើលខ្ញុំ scan បងប្អូនមើលនឹងបាន account Pro យកទៅប្រើប្រាស់តែម្ដងអញ្ចឹងណាហ្នឹងហើយអូខេហើយបើថាបងប្អូនត្រូវការ private account ក៏អាចតាក់ទងមកបានដែរអញ្ចឹងណាបងប្អូនហ្នឹងហើយស្រួលមែនតើអូខេអញ្ចឹងនេះគឺនឹងបាន account Pro ទៅប្រើប្រាស់ហើយនេះបងប្អូនឃើញអត់នេះឃើញ account Pro អត់ហ្នឹងណាហ្នឹងហើយគឺឃើញ account Pro អត់ហ្នឹងហើយអញ្ចឹងគឺងាយស្រួលបែបហ្នឹងបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនអាចប្រើ option Pro នៅក្នុង CapCut បានទាំងអស់តែម្ដងអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះគឺជា UI ហ្នឹងហើយផ្ទាំង interface របស់ CapCut version ថ្មីគឺស្អាតមែនតើណាហ្នឹងហើយសូម្បីតែ option record video អីក៏យើងមានដែរណាហ្នឹងហើយនៅពេលដែលបងប្អូនបាន account Pro ពី channel Telegram របស់ admin ទៅហ្នឹងហើយទាំង free ទាំង private account ណាហ្នឹងហើយ free ហ្នឹងតើបងប្អូនរៀងលឿនបន្តិចណាហ្នឹងហើយ login ធ្វើម៉េចឲ្យបានមុនគេណាហ្នឹងហើយ login ឲ្យបានមុនគេទៅបងប្អូនអាចប្រើបានហើយណាហ្នឹងហើយអញ្ចឹងដល់ពេលបងប្អូន login ក្រោយគេគឺ full device ណាហ្នឹងហើយគឺ full device អូខេអញ្ចឹងបងប្អូនចង់ជាវ account Pro ពី admin ទៅក៏បានហ្នឹងហើយចង់ប្រើ account ដែល admin ចែកហ្នឹងក៏បានដែរអូខេហ្នឹងហើយអញ្ចឹងបងប្អូនអាចប្រើប្រាស់ option Pro ទាំងអស់នៅក្នុង CapCut បានអញ្ចឹងណាហ្នឹងហើយអូខេនេះគឺ Pro ហើយណាហ្នឹងហើយអត់ពិបាកទេណាហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងទៅគឺយើងអាចប្រើ Pro បានហើយណាហ្នឹងហើយអូខេឥឡូវខ្ញុំតេស្តឲ្យបងប្អូនមើលហ្នឹងហើយអូខេខ្ញុំតេស្តឲ្យបងប្អូនមើលអូខេឥឡូវខ្ញុំមាន clip វីដេអូនេះមួយហើយខ្ញុំដាក់ App Pro នេះហ្នឹងហើយដើម្បីតេស្ត account Pro ឲ្យបងប្អូនមើលហ្នឹងហើយនេះអានេះfilter ខ្ញុំដាក់នេះចូលមួយហ្នឹងហើយនេះអូខេអញ្ចឹងអា filter នេះ Pro ណាហ្នឹងហើយធម្មតាបើអត់ Pro យើង render អត់បានទេឥឡូវខ្ញុំសាក render សាកមើលអូខេណាហ្នឹងហើយអូខេអានេះវាដាក់ឲ្យជាន់ Pro ណាហ្នឹងហើយចាត់វាក់នេះគ្រាន់បិទចោលសិនហ្នឹងហើយបន្តមកយើងបើកមកវិញអូខេណាឥឡូវទៅម្ដងទៀត effect ដាក់ filter Pro មកអូខេវាអត់ត refresh app បងប្អូនណាហ្នឹងហើយវាអត់ត refresh app អូខេដាក់បានហើយអូខេបានហើយឥឡូវម្ដងទៀតអូខេនេះចេញពី export បានហើយครับនេះ export បានណា
ណាហ្នឹងហើយអញ្ចឹងអាច export បានធម្មតាអីទាំងអស់នេះឃើញអត់នេះលឿនមែនតើណាហ្នឹងហើយអូខេអញ្ចឹងបើថាបងប្អូនត្រូវការ account CapCut Pro ក៏អាចតាក់ទងមក admin បានដែរចាហ្នឹងហើយអូខេនៅក្នុង channel ហ្នឹង admin នឹងធ្វើការចែក giveaway ជារៀងរាល់ថ្ងៃក៏ដូចជាមាន account private account សម្រាប់បងប្អូនដែរអញ្ចឹងហ្នឹងហើយសម្រាប់បងប្អូនដែលចង់បាន account CapCut Pro ណាដែលប្រើបានទាំងទូរស័ព្ទហើយនិងកុំព្យូទ័រអញ្ចឹងអរគុណច្រើនបងប្អូនចាំជួបគ្នានៅវីដេអូក្រោយអរគុណច្រើន